drone 2បានហោះមកតម្រង់មកវិមានក្រំឡាំងហើយដែលនៅទីនោះគឺជាកន្លែងរបស់ប្រធានាធិបតីពីពួកលោកពូទីនគាត់ធ្វើការហើយគឺជាបេះដូងនៃប្រទេសរបស់រុស្ស៊ីដូចនៅអាមេរិកគេហៅថាសេតវិមានដូចគ្នានៅពេលដែលដ្រូនហោះមកនោះគឺកងគេហៅថាកងសន្តិសុខឬក៏កងការពារវិមានក្រំឡាំងបានប្រើបច្ចេកវិទ្យាធ្វើឲ្យដ្រូននោះធ្លាក់ចុះមកដីហើយវាប៉ះនៅនឹងប៉ះលើដបូលអីតិចតួចហ្នឹងក៏ធ្វើឲ្យបែកផ្កាភ្លើងអញ្ចឹងព្រឹត្តិការណ៍នេះគឺអត់មានអ្នកណាគ្រោះថ្នាក់អីទេហើយក៏មិនមានវត្តមានប្រធានាធិបតីនៅទីនោះដែរហើយខ្ញុំប្រកាសថាខ្ញុំក៏បានចេញសារសម្លេងនេះថ្ងៃទី4ម្ដងហើយឥឡូវនេះគឺថ្ងៃ9នេះគឺជាថ្ងៃដែលរុស្ស៊ីកំពុងតែអ្វីដែលខ្ញុំប្រកាសថាខ្ញុំកំពុងតែនិយាយនេះនៅទីក្រុងមូស្គូកំពុងតែរៀបចំដើម្បីធ្វើពិធីរំលឹកខួបនៃជ័យជំនះលើអាល្លឺម៉ង់របបហ៊ីតលែរនៅថ្ងៃទី9ខែ5ឆ្នាំ1945នៅថ្ងៃទី9ខែ5ឆ្នាំ2023នេះគឺគេកំពុងតែរៀបចំនៅមូស្គូហើយខ្ញុំកាលណាខ្ញុំចាំបាច់ដើម្បីរៀបចំគេកំពុងតែរៀបចំខ្ញុំប្រកាសណាខ្ញុំក៏ចាំបាច់ត្រូវតែចេញសារនេះមួយទៀតដើម្បីជាការវិភាគកន្លងមកនេះគឺខ្ញុំប្រកាសណាខ្ញុំគឺបានលើកឡើងអំពីសារព័ត៌មានមួយចំនួនដែលបានលើកឡើងថាដ្រូននេះគឺមិនមែនជាដ្រូនដែលហោះចេញមកពីទីក្រុងគៀវទេឬក៏ប្រទេសអ៊ុយក្រែនទេដ្រូននេះគឺជាដ្រូនដែលខាងអ៊ុយក្រែនឬក៏ខាង NATO គេជួលបាទគេជួលពួកដេញគេហៅថាដែលមាននិន្នាការនិយម NATO និយមអ៊ុយក្រែននេះដើម្បីបង្ហោះមកដើម្បីធ្វើឲ្យមានចលាចលហើយចំណុចទី2គឺខ្ញុំប្រកាសណាខ្ញុំគឺបានលើកឡើងថាបន្តិចទៀតវាមានក្រំឡាំងនឹងចេញសេចក្តីថ្លែងការណ៍ឥឡូវនេះខ្ញុំប្រកាសណាខ្ញុំសូមជម្រាបជូននឹងទូលថ្វាយថាឥឡូវនេះគឺសារព័ត៌មានក៏ដូចជាវិមានក្រំឡាំងក៏ដូចជាចៅហ្វាយក្រុងមូស្គូហាក់ដូចជាបានទទួលស្គាល់ហើយថាដ្រូននេះគឺចេញមកពីក្បែរវិមានក្រំឡាំងនឹងហើយវិមានក្រំឡាំងក៏បានចេញសេចក្តីថ្លែងការណ៍មួយទៀតថាគឺអ៊ុយក្រែនជាអ្នកប្រតិបត្តិការហើយអ្នកដែលនៅពីក្រោយគឺ NATO បាទហើយ NATO នេះគឺទីក្រុងវ៉ាស៊ីនតោនតែម្ដងព្រោះអ៊ុយក្រែនមិនអាចធ្វើអីដោយគ្មានការអនុញ្ញាតពី NATO ទីក្រុងវ៉ាស៊ីនតោនទេនេះគឺមិនមែនខ្ញុំប្រកាសណាខ្ញុំអ្នកនិយាយទេអានេះគឺវិមានក្រំឡាំងអ្នកនាំពាក្យវិមានក្រំឡាំងគឺលោកឌមីទ្រីពីស្កូវបាទនេះគឺខ្ញុំចង់លើកឡើងអំពីអ្វីដែលខ្ញុំបានលើកឡើងថ្ងៃ4ឥឡូវខ្ញុំប្រកាសណាខ្ញុំសូមលើកឡើងអំពីផ្លូវច្បាប់បន្តិចវិមានក្រំឡាំងគេបានចេញសេចក្តីថ្លែងការណ៍បន្ថែមទៀតថានេះគឺជាការរៀបចំផែនការដើម្បីធ្វើឃាតប្រធានាធិបតីពូទីននេះគឺបើយើងនិយាយពីចំណុចផ្លូវច្បាប់គឺមានឯកសារគ្រប់គ្រាន់មានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថាហេតុការណ៍នេះទាំងគេអង្គហេតុទាំងអង្គច្បាប់មានន័យថាគឺជាប់ហើយមានន័យថាអ្នកដែលនៅពីក្រោយអ្នកដែលរៀបចំផែនការនេះគឺជាប់ផ្លូវច្បាប់ហើយបាទអញ្ចឹងចាប់ពីថ្ងៃទី2ទី3រហូតមកទល់នេះវាមានក្រំឡាំងមិនទាន់មានប្រតិកម្មអ្វីទាំងអស់ជាពិសេសលោកពូទីនមិនទាន់មានប្រតិកម្មអីទេឆ្លើយតបប៉ុន្តែបានប្រើនៅកងទ័ពជើងគោកជើងអាកាសនិងជើងទឹកបានបាញ់ផ្លោងទៅលើ
ប្រទេសអ៊ុយក្រែនយ៉ាងច្រើនសន្ធឹកសន្ធាប់តាំងពីថ្ងៃ4ថ្ងៃ3ថ្ងៃ4មកទល់ឥឡូវនេះគឺច្រើនសន្ធឹកសន្ធាប់មែនទែនជាពិសេសនៅថ្ងៃ8ពីម្សិលកន្លងមកនេះបាទហើយការបាញ់នេះតាមព័ត៌មានគឺបាញ់ផ្ដាច់ស្ពានពីនៅអូឌីសាដែលស្ពាននេះឆ្លងមកពីរូម៉ានីឆ្លងមកពីម៉ុលដាវ៉ាហើយនឹងបាញ់ឃ្លាំងជាច្រើនជាពិសេសនៅអូឌីសានឹងប្រហែលជាមានពាក់ព័ន្ធទៅនឹងរថក្រោះលេអាប៉ាតរបស់អាល្លឺម៉ង់ហើយនឹងឃ្លាំងដតីច្រើនកន្លែងទៀតគឺបាញ់គេហៅ massive បាទបាញ់ស្រោចស្រពបាញ់ស្រោចបាទឥឡូវខ្ញុំសូមលើកឡើងខ្ញុំកាលណាសូមលើកឡើងអំពីថ្ងៃទៅមុខបន្ទាប់ពីថ្ងៃ9ទៅខ្ញុំប្រកាសណាខ្ញុំពិតជាមានការរន្ធត់ខ្លាំងណាស់នៅពេលដែលវិមានកម្លាំងមិនដែលមានអ្នកណាប្រើប្រាស់នៅមធ្យោបាយយោធាដើម្បីទៅបៀតបៀនវិមានកម្លាំងទេប៉ុន្តែពេលនេះគឺអ៊ុយក្រែនបានប្រើប្រាស់ drone បាទទោះបីថា drone នោះវាមិនគ្រោះថ្នាក់អីក៏ដោយក៏វិមានកម្លាំងចាត់ទុកថានេះគឺជាការរៀបចំផែនការដើម្បីសម្លាប់លោកពូទីនប្រធានាធិបតីរបស់សហព័ន្ធរុស្ស៊ីអញ្ចឹងគឺពីនេះទៅមុខខ្ញុំគិតថាបន្ទាប់ពីថ្ងៃ10នេះគឺសង្គ្រាមបាទឬក៏វិបត្តិយោធានេះគឺក្តៅខ្លាំងមែនទែនហើយបាទក្តៅខ្លាំងមែនទែនហើយគឺអ្វីដែលខ្ញុំប្រកាសណាខ្ញុំមើលឃើញទី1គឺទីក្រុងគៀវគឺជាគោលដៅនៃការបាញ់ផ្លោងចូលទីក្រុងគៀវហើយគោលដៅនៃការបាញ់ផ្លោងនេះគឺសំដៅទៅលើក្រសួងសំខាន់ជាពិសេសក្រសួងតាក់ទងនឹងក្រសួងសន្តិសុខក្រសួងការពារជាតិក្រសួងអីហ្នឹងហើយបាទហើយទី2គឺគោលដៅសំខាន់ដែលបាញ់ចូលគៀវនេះគឺរុស្ស៊ីនឹងសងសឹកបាទន័យថាមេដឹកនាំអ៊ុយក្រែនទាំងអស់រួមទាំងលោកសេឡិនស្គីផងគឺក្រោយថ្ងៃ10នេះគឺខ្ញុំគិតថានឹងមានអ្វីកើតឡើងហើយអានឹងចំណុចទី1ចំណុចទី2គឺនៅលើសមរភូមិគឺរុស្ស៊ីលែងអត់ឱនទៀតហើយគឺរុស្ស៊ីនឹងប្រើប្រាស់អាវុធដ៏ទំនើបរបស់ខ្លួនដើម្បីនឹងកំទេចបាទនឹងកំទេចគ្រប់គោលដៅទាំងអស់បាទពីមុននៅទុកឱកាសឲ្យដើម្បីអាចថាប្រើប្រាស់មានស្ពានឬក៏មានដេញរថភ្លើងអីចឹងផ្លូវអីចឹងតែឥឡូវនេះខ្ញុំគិតថាប្រហែលជាដល់ពេលវេលាហើយរុស្ស៊ីនឹងកំទេចហើយបាទគ្រប់ទីកន្លែងទាំងអស់ទី3ដែលខ្ញុំមើលឃើញគឺប្រទេសជិតខាងមួយចំនួនដែលផ្ដល់ជាឃ្លាំងផ្ដល់ជាកន្លែងស្តុកអាវុធយុទ្ធភណ្ឌសម្រាប់ដឹកចូលមកប្រទេសអ៊ុយក្រែនហ្នឹងក៏ប្រហែលជានឹងត្រូវកំទេចក៏ថាបានដែរប៉ុន្តែវ៉ារយ៉ង់នេះគឺហៅថាជំរើសនេះប្រហែលជាមិនមែនជាជំរើសសំខាន់ទេប៉ុន្តែនៅក្នុងអ៊ុយក្រែននេះគឺសង្គ្រាមនឹងក្តៅយកតែមែនទែនហើយផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសអ៊ុយក្រែនសម្រាប់មេដឹកនាំអ៊ុយក្រែននេះគឺដល់ពេលវេលាហើយបាទដល់ពេលវេលាហើយរុស្ស៊ីនឹងប្រើប្រាស់អាវុធយុទ្ធភណ្ឌដើម្បីចិញ្ច្រាំកងទ័ពអ៊ុយក្រែនមិនឲ្យរួចទេបាទរួមទាំងមេដឹកនាំគ្រប់ជាន់ថ្នាក់ខ្ញុំគិតថាបន្ទាប់ពីថ្ងៃ10នេះគឺរុស្ស៊ីនឹងប្រើប្រាស់វិធាននេះព្រោះបន្ទាប់ពីដ្រូនហោះមកមិនទាន់មានឃើញប្រតិកម្មអ្វីទាំងអស់ពីរុស្ស៊ីនេះគឺជាពេលវេលាមួយរុស្ស៊ីដែលកំពុងតែរៀបចំពិធីជ័យជំនះលើអាល្លឺម៉ង់ហើយស្របពេលវេលានេះគឺរៀបចំផែនការយុទ្ធសាស្ត្រដើម្បីឆ្លើយតបព្រោះពេលនេះគឺជាពេលវេលាមួយដែលរុស្ស៊ីអត់អាចអត់ឱនឲ្យបានតទៅទៀតទេហើយបើមិនមានអីប្រែប្រួលនោះទេគឺក្រោយថ្ងៃ10យើងនឹងឃើញទាំងអស់គ្នាថាអ្វីដែលខ្ញុំប្រកាសណាខ្ញុំបានលើកឡើងនេះគឺវានឹងហេតុការណ៍នេះវានឹងកើតឡើង
ខ្ញុំកាលណាខ្ញុំសូមបញ្ជាក់កន្លែងនេះបន្តិចថានៅក្នុងសេចក្តីថ្លែងការណ៍របស់វិមានក្រំឡាំងហ្នឹងក៏បានបញ្ជាក់ដែរក៏បានលើកឡើងដែរថាភាគីរុស្ស៊ីគឺនឹងចាត់វិធានការនៅពេលណានៅទីកន្លែងណានៅពេលណានៅទីកន្លែងណានៅតំបន់ណានៅចំណុចណាបាទនៅពេលដែលរុស្ស៊ីគិតថាសមស្របអញ្ចឹងការឆ្លើយតបអ្វីដែលខ្ញុំកាលណាខ្ញុំលើកខាងដើមអំបញ្ញមិញនេះអំពីវិធានការឆ្លើយតបនោះគឺខ្ញុំកាលណាខ្ញុំបានលើកឡើងឥឡូវនេះគឺរុស្ស៊ីបានឆ្លើយតបមួយចំនួនធំហើយចាប់ពីថ្ងៃទី4មក3-4មករហូតមកដោយរុស្ស៊ីបានប្រើប្រាស់នៅកងទ័ពជើងគោកជើងទឹកនិងជើងអាកាសផ្លោងចូលគោលដៅខ្ញុំគិតថាមិនតាន់ចប់ប៉ុណ្្នឹងទេគឺរុស្ស៊ីនឹងឆ្លើយតបដូចដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលលោកពីស្កូសបានលើកឡើងអំពីការឆ្លើយតបសមស្របជាទីបំផុតហើយឆ្លើយតបពេលណាបាទឆ្លើយតបពេលណាឆ្លើយតបទៅនឹងអ្វីនោះគឺយើងនឹងឃើញក្រោយថ្ងៃ10ឥឡូវនេះគឺរុស្ស៊ីកំពុងតែរៀបចំពិធីហើយទន្ទឹមទៅនោះសមត្ថកិច្ចរបស់រុស្ស៊ីកំពុងតែពិភាក្សាកំពុងតែពិនិត្យតាមដែលអ្វីដែលមានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នេះគឺច្បាស់ជាសមត្ថកិច្ចជាន់ខ្ពស់របស់រុស្ស៊ីកំពុងតែពិនិត្យពិភាក្សាដើម្បីឆ្លើយតបបន្ទាប់ពីថ្ងៃ10នេះគឺមិនមែនជាពាក្យសម្ដីដែលខ្ញុំប្រកាសណាខ្ញុំនិយាយដោយចិត្តឯងទេនេះគឺជាព័ត៌មានតនហេតុការណ៍មួយសម្រាប់ជូនជាដំណឹងអំពីហេតុការណ៍អ្វីដែលនឹងកើតឡើងហើយហេតុការណ៍អ្វីដែលកើតឡើងនេះគឺកន្លងមកមួយឆ្នាំជាងនេះយើងមិនដែលជួបប្រទះទេតែឥឡូវនេះគឺចូលដល់ដំណាក់កាលធ្ងន់ធ្ងរហើយជាដំណាក់កាលមួយដែលរុស្ស៊ីលេងអត់ឱនឲ្យទៀតហើយមិនត្រឹមតែអ៊ុយក្រែនទេសូម្បីតែប្រទេសណាក៏ដោយក៏រុស្ស៊ីមិនអត់ឱនដែរប្រសិនបើរុស្ស៊ីរកឃើញថាមានប្រទេសណាទៀតនៅពីក្រោយដ្រូននេះបាទនឹងទទួលនៅការឆ្លើយតបយ៉ាងសមស្របជាទីបំផុតហើយនេះគឺជាការព្រួយបារម្ភរបស់ខ្ញុំកាលណាខ្ញុំអ្វីដែលខ្ញុំកាលណាខ្ញុំបានលើកឡើងពីមុនមកថារុស្ស៊ីគឺឆ្លើយតបទៅតាមទំហំទៅតាមបរិមាណទៅតាមអ្វីដែលគេធ្វើមកលើគាត់តែឥឡូវនេះគឺគេធ្វើមកលើគាត់ធ្ងន់ធ្ងរខ្លាំងណាស់ទោះបីថាមិនមានប៉ះពាល់ទៅដល់អាយុជីវិតឬក៏ការគម្រាមកំហែងណាមួយទៅដល់ប្រទេសរុស្ស៊ីក៏ដោយគឺមានន័យថាវាមានក្រំឡាំងគឺជាកន្លែងបេះដូងកន្លែងរបស់ប្រធានាធិបតីធ្វើការដូច្នេះខ្ញុំគិតថាយើងបន់ស្រន់ខ្ញុំបកណាខ្ញុំបន់ស្រន់កុំឲ្យរឿងនេះវាជ្រុលបើសិនជាវាជ្រុលទៅប្រទេសណាមួយទៀតនោះ NATO ហើយនឹងរុស្ស៊ីគឺអាចនឹងប៉ះគ្នាបើសិនជាប៉ះគ្នាមែននោះគឺមហន្តរាយធំហើយនៅក្នុងសតវត្សទី21នេះដូច្នេះខ្ញុំកាលណាខ្ញុំសូមបន់ស្រន់ធ្វើម៉េចកុំឲ្យរឿងនេះវារីកត្រឹមតែក្នុងក្របខ័ណ្ឌអ៊ុយក្រែនអានឹងគឺមិនធំធេងទេតែបើសិនជារុស្ស៊ីរកឃើញថាប្រទេសណាមួយជាប្រទេស NATO ដែលនៅជាប់នឹងប្រទេសអ៊ុយក្រែននេះមានការពាក់ព័ន្ធនោះគឺរុស្ស៊ីមិនអត់ឱនដាច់ខាតពេលនោះគឺប្រទេសទាំងនោះគឺខ្ទេចតែម្ដងគឺមានន័យថារុស្ស៊ីនឹងកំទេចគោលដៅសន្តិសុខប្រទេសទាំងនោះហើយប្រទេសទាំងនោះមិនអាចធ្វើអីត្រឡប់មកវិញបានទេមាត្រា5នៃ
មេត្រា5នៃច្បាប់ NATO នេះគាត់អាចដោះស្រាយបានដែរដោយសារអ្នកគឺបានបង្ហោះដ្រូនដើម្បីមកគោលបំណងគោលដៅធ្វើឃាតនាយកប្រធានាធិបតីពូទីនដូច្នេះច្បាប់របស់ប្រទេសរុស្ស៊ីគឺត្រូវតែឆ្លើយតបចំពោះអ្នកណាដែលជាប្រតិបត្តិការអ្នកណាដែលនៅពីក្រោយក្នុងការធ្វើឃាតគោលបំណងធ្វើឃាតប្រធានាធិបតីដូច្នេះរុស្ស៊ីមានច្បាប់គ្រប់គ្រាន់ដើម្បីឆ្លើយតបឲ្យប្រទេសនោះគឺគ្មានលទ្ធភាពតបជាមួយរុស្ស៊ីបានជាដាច់ខាតมันអាចទៅរួចតែម្ដងបាទទោះបីពួកគេចង់ឆ្លើយតបជាមួយនឹងរុស្ស៊ីក៏ឆ្លើយតបមិនបានដែរព្រោះរុស្ស៊ីគេមានមធ្យោបាយគ្រប់គ្រាន់ទាំងអស់ដើម្បីបង្ហាញឲ្យប្រទេសនោះបានដឹងហើយឲ្យបានយល់ជារៀងរហូតបាទនេះគឺជាអ្វីដែលខ្ញុំកាលណាខ្ញុំចង់បន្ថែមទៀតសូមអរគុណ